សួស្តីបងប្អូនទាំងអស់គ្នាក្នុងពេលនេះដែរនាងខ្ញុំនឹងធ្វើម្រេចនិងអំបិលម្រេចសម្រាប់ញ៉ាំទុកពេលដែលយើងជាប់រវល់យើងមានម្រេចរួចជាការស្រេចអូខេតោះមកមើលពីវិធីធ្វើរបស់នាងខ្ញុំសួស្តីបងប្អូនទាំងអស់គ្នាក្នុងពេលនេះផ្ទះរបស់នាងខ្ញុំគឺអស់ម្រេចហើយនិងអំបិលម្រេចផ្ទះរបស់នាងខ្ញុំតែងតែធ្វើម្រេចទុកឲ្យហើយពេលយើងធ្វើមុខម្ហូបអ្វីមួយគឺមានរួចជាស្រេចហើយធ្វើទៅឈ្ងុយទៀតគ្រឿងផ្សំដែលនាងខ្ញុំនឹងធ្វើម្រេចហើយនិងអំបិលម្រេចមានអំបិលប៊ីចេងហើយនិងម្រេចតោះមកមើលនាងខ្ញុំធ្វើទាំងអស់គ្នាបើកភ្លើងឥឡូវនេះនាងខ្ញុំនឹងបើកម្រេចយកមកលីងម្ដងពាក់កណ្ដាលលីងម្រេចតតែមានក្លិនឈ្ងុយហើយម្រេចហ្នឹងវារៀងផ្ទុះបន្តិចអាហ្នឹងម្រេចវិញគឺឆ្អិនហើយយើងត្រូវតែប្រញាប់ដាក់ចានឥឡូវនេះចាប់ដើមឈ្ងុយម្ដងបន្តិចហើយយើងប្រហែលជា5នាទីទេទុកចាប់ដើមផ្ទុះមួយហើយយើងចាប់ដើមដាក់ចានហើយយើងដាក់ថែមទៀតហើយកូរបន្តទាំងរបស់នាងខ្ញុំតែងតែធ្វើជាប្រចាំពេលអស់នាងខ្ញុំចាប់ដើមធ្វើជាបដារហូតអត់ឲ្យអស់ភ្លាមនោះទេឥឡូវចាប់ដើមមានក្លិនឈ្ងុយហើយឈួរចំណងទៀតមើលទៅឆ្អិនហើយនាងខ្ញុំដាក់ចូលចានថែមទៀតមួយផ្ទះទៀតហើយឥឡូវនេះយើងលីងម្រេចរួចរាល់អស់ហើយយើងមកលីងអំបិលម្ដងយើងលីងអំបិលហ្នឹងប្រហែលជា2នាទីទេយើងអត់លីងយូរទេអូខេដូចជាការស្រេចហើយបិទភ្លើងទុកឲ្យរាងត្រជាក់ឥឡូវនេះនាងខ្ញុំដាក់អំបិលប៉ុណ្ណេះនាងខ្ញុំដាក់ប៊ីចេងតែ1ស្លាបព្រាទេនាងខ្ញុំអត់ប្រើច្រើនទេហើយទុកឲ្យម្រេចហើយនិងអំបិលទុកឲ្យត្រជាក់ចាំយើងយកទៅកិនហើយត្រូវលាយយ៉ាងម៉េចចាំមើលទាំងអស់គ្នាអូខេឥឡូវនេះយើងលីងអំបិលហើយនឹងម្រេចរួចជាការស្រេចហើយយើងទុកឲ្យត្រជាក់សិនចាំយើងយកទៅកិនអូខេទៅទៀតជួបគ្នាឥឡូវនេះម្រេចដែលខ្ញុំលីងអំបាញ់មិញនឹងអំបិលត្រជាក់ហើយនាងខ្ញុំចាប់ផ្ដើមនឹងកិនតែម្ដងតែជាដំបូងនាងខ្ញុំកិនអំបិលសិន
ជាអំបិលហើយនឹងប៊ីចេងប្រហែលជាមួយស្លាបព្រាអំបិលប្រហែលជា1 គីឡូនាងខ្ញុំកិនចូលគ្នារួចជាការស្រេចហើយឥឡូវមកកិនម្រេចម្ដងឲ្យវាម៉ត់ដូចអំបិលម្រេចយើងញ៉ាំពងទាកូនអញ្ចឹងចូលចិត្តធ្វើបែបហ្នឹងហើយយើងយកអំបិលម្រេចហ្នឹងយើងយកទៅញ៉ាំឆាលោកឡាក់ឬក៏ទិញពងទាកូនមកយកមកញ៉ាំទៅយើងមានអំបិលម្រេចនៅផ្ទះរួចជាការស្រេចយើងមិនចាំបាច់ធ្វើអីញ៉ៃញ៉ៃទៀតព្រោះផ្ទះយើងមានរួចជាស្រេចឈើអញ្ចឹងរហូតដល់ម្រេចយើងកិនអស់ហើយយើងលាយយើងចង់ហឹលយើងចង់ហឹលល្មមតាមតែយើងធ្វើយើងចូលចិត្តហឹលប៉ុន្មានយើងដាក់ម្រេចប៉ុណ្្នឹងទៅណាខ្ញុំធ្វើម្ដងចង់កន្លះឆ្នាំអីបានអស់ហើយខ្ញុំធ្វើទៀតធ្វើម្ដងកន្លះឆ្នាំឬក៏ចិត្តកន្លះឆ្នាំអញ្ចឹងណាហើយអំបិលយើងឈ្ងុយទៀតអូខេចាំនាងខ្ញុំទៅរួចចាំមើលទាំងអស់គ្នាតើវាយ៉ាងម៉េចអូខេឥឡូវនេះអំបិលម្រេចនាងខ្ញុំធ្វើរួចរាល់អស់ហើយទំនងទេបងប្អូនប៉ុណ្ណឹងធ្វើងាយស្រួលទៅទីបំផុតទុកញ៉ាំទាំងអស់នេះប្រហែលជាចង់កន្លះឆ្នាំមិនអស់បងប្អូនអើយអូខេឥឡូវនេះនាងខ្ញុំមកធ្វើម្រេចម្ដងទុកពេលយើងខយើងធ្វើស៊ុបយើងធ្វើអីដែលត្រូវការម្រេចយើងមានរួចជាការស្រេចមានទេបងប្អូនអូខេទស្សនាបន្តទៀតឲ្យទៅធ្វើម្រេចម្ដងគឺឆ្លក់ឈួលវាហឹលពេកហត់តែម្ដងយើងស្រួលកន្លះឆ្នាំហើយយើងមានរបស់របរឆ្ងាញ់ទៀតខ្ញុំតែងតែធ្វើអញ្ចឹងពេលយើងត្រូវធ្វើម្រេចឬក៏ធ្វើអំបិលម្រេចយើងមានរួចជាការស្រេចនៅក្នុងផ្ទះម៉ត់ណាឆ្លក់អស់ទោះទៅអាហ្នឹងចង់ឲ្យឆ្លក់នឹងឈួលនេះទុកអាហ្នឹងទុកធ្វើរូបពេញឲ្យសយោឬក៏នំប៉ាវវាហឹលឆ្ងាញ់ហ្មងអាហ្នឹងវាគ្រឿងហើយអូឆ្លក់ណាឥឡូវនេះម្រេចរបស់នាងខ្ញុំកិនម៉ត់រួចរាល់អស់ហើយដួសដាក់ចូលក្រឡម្រេចហើយនឹងអំបិលម្រេចដែលនាងខ្ញុំធ្វើអំបិញមិញនេះឥឡូវនេះរួចជាការស្រេចហើយបានម្រេចមួយដបអំបិលម្រេចមួយដបហើយនឹងកន្លះនេះក៏កន្លះហើយនេះម្រេចដែរតែនាងខ្ញុំកិនអត់ម៉ត់ឡើយនាងខ្ញុំទុកសម្រាប់ធ្វើ
hủ cấnឬcó sợi dòឬក៏ខវាហិលខ្លាំងតែម្ដងឬក៏នំប៉ាវអូខេវីដេអូរបស់នាងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែករំលែកពីភារកិច្ចរបស់នាងខ្ញុំដែលនៅផ្ទះអូខេជួបគ្នានាវីដេអូក្រោយទៀតបាយបាយជូនពរបងប្អូនសុខភាពល្អទាំងអស់គ្នាបាយបាយ